Cácរូបមន្ត index ដើម្បីធ្វើការទាញទិន្នន័យនៅក្នុងកម្មវិធី Microsoft Excel បាទរូបមន្ត index គឺអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការទាញយកទិន្នន័យចេញពី array ណាមួយទៅតាមការកំណត់នៅក្នុងជួរដេកឬក៏ជួរឆដែលយើងចង់បានបាទអញ្ចឹងដើម្បីប្រើប្រាស់រូបមន្ត index បានគឺអ្នកទាំងអស់គ្នាត្រូវវាយសញ្ញាស្មើហើយមាន index ហើយមាន array នៅកន្លែងនេះគឺជាបណ្ដុំនៃទិន្នន័យដែលយើងយកមកធ្វើការទាញយកវាអាចជាចន្លោះនៃ cell rank ណាមួយបាទ row number គឺជាលេខជួរដេកមានថាជួរដេកទីប៉ុន្មានដែលយើងត្រូវធ្វើការទាញយកទិន្នន័យទាំងអស់នោះយកមកចំណែក column number វាអាចមានឬក៏អាចអត់ទៅតាមការកំណត់របស់អ្នកទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងកន្លែង column number នេះគឺជាលេខជួរដេកបាទលេខជួរឆរបស់ column របស់យើងដែរបាទអញ្ចឹងយើងក៏លេខទៅមើលឧទាហរណ៍ជាក់ស្ដែងវិញពីការប្រើប្រាស់រូបមន្ត index នេះបាទអញ្ចឹងនៅក្នុងឧទាហរណ៍ជាក់ស្ដែងគឺខ្ញុំមានតារាងទិន្នន័យមួយដែលមានប៉ុណ្ណេះបាទអញ្ចឹងនៅពេលដែលខ្ញុំប្រើប្រាស់រូបមន្ត index ជាមួយនឹងជួរដេកខ្ញុំចង់បានអក្សរកូនេះមកបង្ហាញបាទអញ្ចឹងយើងដើម្បីប្រើប្រាស់ក្នុងការទាញយកអក្សរកូនេះចេញពីជួរដេករបស់យើងមកបានគឺអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់រូបមន្តមួយគឺរូបមន្ត index អញ្ចឹងនៅក្នុងការវាយបញ្ចូលគឺអ្នកទាំងអស់គ្នាវាយសញ្ញាស្មើហើយវាយពាក្យថា index ហើយធ្វើការ select ទៅលើបណ្ដុំទិន្នន័យដែលយើងចង់បានបាទហើយក្បៀសមួយទៀតទើបយើងចាប់ផ្ដើមធ្វើការកំណត់យកថាតើជួរដេកទីប៉ុន្មានដែលមានទិន្នន័យនោះយកមកធ្វើការបង្ហាញអញ្ចឹងឧទាហរណ៍ថាយើងចង់បានអក្សរកគឺនៅក្នុងទី4ចុះបាទអញ្ចឹងនៅក្នុងជួរដេកទី4បាទអញ្ចឹងយើងអាច select ប៉ុណ្ណេះហើយយើងបិទមុខចោលវិញ enter បាទអញ្ចឹងការប្រើប្រាស់ដូចនេះវាប្រើប្រាស់បានតែមួយជួរទេអញ្ចឹងបើកាលណាអ្នកទាំងអស់គ្នាចង់បានខាត់ខ្វែងឧទាហរណ៍ទិន្នន័យដែលយើង select នោះគឺមានទាំងអស់ចេះអញ្ចឹងយើងត្រូវគិតថាតើអ្វីដែលជាទិន្នន័យដែលយើងចង់បាននោះគឺស្ថិតនៅក្នុងជួរឆទីប៉ុន្មានហើយនឹងជួរដេកទីប៉ុន្មានវាអាចជាចំណុចប្រសពគ្នាមួយអញ្ចឹងឧទាហរណ៍ថាឥឡូវគឺយើងចង់បានពាក្យថារូបវិទ្យាអញ្ចឹងរូបវិទ្យាបើនៅក្នុងទិន្នន័យទាំងអស់នេះគឺវាស្ថិតនៅក្នុង column ទី3ហើយនៅក្នុងជួរដេកទី3ដែរមានថានៅក្នុងជួរឆទី3ហើយនៅក្នុងជួរដេកទី3អញ្ចឹងបើយើងចង់បានដូចនេះអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់រូបមន្ត index នៅកន្លែងនេះគឺត្រូវភ្ជាប់ជាមួយនឹង row ហើយនឹង column អញ្ចឹងដើម្បីប្រើប្រាស់ index ជាមួយ row column បានអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើដូចគ្នាហើយវាយពាក្យថា index បាទ index ហើយគឺយើងចាប់ផ្ដើមធ្វើការ select ទិន្នន័យទាំងអស់ដែលជាបណ្ដុំ array ក្នុងការទៀងទាត់ក្នុងការយកបាទបន្ទាប់មកយើងវាយបញ្ចូលជួរដេករបស់យើងតើយើងចង់បាននៅជួរដេកទីប៉ុន្មានអញ្ចឹងដូចជាឧទាហរណ៍មិញយើងចង់បាននៅជួរដេកទី3ហើយ column ដែលយើងនឹងយកមកប្រើប្រាស់ក្នុងការទាញគឺជា column ទី3ដូចគ្នាបាទអញ្ចឹងបើសិនបើយើងប្រើប្រាស់រូបមន្តដូចនេះទិន្នន័យដែលទាញចេញមកគឺប្រកាសជាពាក្យថារូបវិទ្យាបាទសំណួរសួរទៅវិញថាតើហេតុអីបានជាយើងចាំបាច់ត្រូវប្រើប្រាស់រូបមន្ត index នេះបាទគឺដើម្បីធ្វើការទាញទិន្នន័យចេញពី array មួយដែលបញ្ជាក់ពីភាពជាក់លាក់បាទអញ្ចឹងទីទៀតនៅខាងមុខយើងនឹងសិក្សាបន្ថែមទៅលើរូបមន្ត index នេះភ្ជាប់ជាមួយនឹងរូបមន្តផ្សេងក្នុងការទាញយកទិន្នន័យឲ្យមានភាពប្រកបប្រជាហើយនឹងមានភាពច្បាស់លាស់ថាតើរូបមន្ត index នេះវាមានសារៈសំខាន់អីខ្លះទៅមុខទៀតបាទអញ្ចឹងដើម្បីទទួលបានវីដេអូថ្មីទៅមុខទៀតអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូកាន់តែលឿននិងរហ័សពី Channel របស់ខ្ញុំបាទអញ្ចឹងចំពោះវីដេអូថ្ងៃនេះគឺសូមបញ្ចប់ប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណចំពោះការតាមដានសនាពីដើមរហូតដល់ចប់នេះជួបគ្នានៅមេរៀនក្រោយៗ